មានអ្នកជំងឺទឹកនោមផ្អែមហើយគាត់ជាអ្នកជំងឺដែលពិបាកមែនទែននៅក្នុងការញ៉ាំអាហារពួកអាហារផ្លែឈើក៏គាត់តមបាយគាត់តមភេសជ្ជៈផ្អែមក៏គាត់តមតែគាត់ប្រឈមមុខនឹងអ្វីខ្លះជំងឺទឹកនោមផ្អែមមានគ្រោះថ្នាក់ខ្លាំងមិនមែនជាការមានបញ្ហាដោយសារលើសអាជាតិស្ករនឹងទេតែពេលវេលាមួយដែលជាតិស្ករគាត់ចុះខ្លាំងក្នុងឈាមគេហៅថាអ៊ីប៉ូកាល់សេមីអានឹងកម្រិតជាតិស្ករខ្វះនៅក្នុងឈាមពេលដែលគាត់ព្យាយាមញ៉ាំថ្នាំទឹកនោមផ្អែមដូចយ៉ាបែតមីនថ្នាំបញ្ចុះជាតិស្ករគាត់ហ្នឹងហើយឬក៏គាត់ចាក់អាំងស៊ូលីនហើយស្រាប់តែគាត់តមអាហារឬក៏គាត់មិនអាចហូបអាហារបានសោះស្រាប់តែជាតិស្ករនោះវាចុះកំហុកខ្លាំងពេកវាទៅជាគ្រោះថ្នាក់នៃការខ្វះជាតិស្ករក្នុងឈាមទៅវិញអញ្ចឹងបានអ្នកជំងឺទឹកនោមផ្អែមគេចេះតែឲ្យគាត់មានស្ករមានអីស្ករគ្រាប់មានអីចូលដាក់តាមកប៉ៅតាមកាបូបកាឡូពេលខ្លះដែលវាចុះកំហុកបែបហ្នឹងគឺគាត់អាចញ៉ាំអាស្ករហ្នឹងដើម្បីជួយស្ដារស្ថានភាពបានទៀតអញ្ចឹងខ្ញុំចង់ឲ្យបងប្អូនទាំងអស់គ្នាព្យាយាមតាមដានเพจវេត្រាព្រោះវេត្រាគឺជាเพจមួយដែលយើងកំពុងរៀបចំជាភោជនីយដ្ឋានអាហារផ្សារភ្ជាប់នឹងសុខភាពចាអាហារអាចព្យាបាលជំងឺបានអញ្ចឹងបងប្អូនតាមដាននៅវេត្រាទៅតម្រាំតែវេត្រាដល់ពេលដែលសម្ពោធហាងអាហារផ្សារភ្ជាប់សុខភាពបងប្អូននឹងក្លាយជា fan ហើយក៏ទទួលបានដំណោរពិសេសពេលដែលវេត្រាចាក់បើកសម្ពោធជាផ្លូវការផងដែរ